សួស្តីបងប្អូនទាំងអស់គ្នាតើបងប្អូនណាខ្លះដែលចូលចិត្តផ្អកដូចខ្ញុំឥឡូវនេះខ្ញុំមកធ្វើផ្អកញ៉ាំតែម្ដងហើយផ្អកនេះក៏មិនដឹងហៅថាផ្អកចំហុយឬក៏ផ្អកឆាឲ្យត្រូវឲ្យបងប្អូនដោយសារតែបើយើងឆាឲ្យដាច់ទឹកតែឥឡូវខ្ញុំមានដាក់ទឹកតែក៏មិនមែនចំហុយដែរដោយសារតែបើចំហុយយើងដាក់ផ្អកក្នុងចានហើយយើងដាក់ចំហុយនៅក្នុងឆ្នាំងប៉ុន្តែនេះអត់ទេគឺខ្ញុំដាក់ផ្អកមានទាំងទឹកមានទាំងផ្អកអីនៅក្នុងឆ្នាំងតែម្ដងតែឥឡូវយើងមកលាងបន្លែទាំងអស់គ្នាបន្លែនេះសម្រាប់ផ្ទាប់ខ្លះសម្រាប់ដាក់ស្ងោរក្នុងផ្អកខ្លះបងប្អូនហើយសម្រាប់ដូចខ្ទឹមក្រហមនេះអញ្ចឹងយើងដាក់នៅក្នុងផ្អកដើម្បីឲ្យវាមានរសជាតិឈ្ងុយឆ្ងាញ់កាត់ឆ្អាបកាត់អីអញ្ចឹងណាបងប្អូនមានម្ទេសផ្លោកមានអីមានតែសក់មានតែគួនយើងស្រស់បងប្អូនហើយឥឡូវយើងចាប់ផ្ដើមហាន់ខ្ទឹមក្រហមរបស់យើងមានខ្ទឹមក្រហមខ្ទឹមសយើងធ្វើការហាន់ខ្ទឹមក្រហមហើយបកសម្បកខ្ទឹមសអីហ្នឹងមកដាក់តែមួយក៏បានដំក៏បានបងប្អូនហើយមានម្ទេសមានម្ទេសខៀវម្ទេសក្រហមអីចឹងទៅហើយអានេះផ្អករបស់យើងចំនួនកន្លះគីឡូបងប្អូនឥឡូវយើងមកធ្វើការហាន់ផ្អកយើងសិនដើម្បីងាយស្រួលយើងហាន់តូចអញ្ចឹងក៏ដើម្បីងាយស្រួលញ៉ាំបងប្អូនយើងដាក់ទឹកដល់ក៏បានដែរតែវារៀងពិបាកញ៉ាំអានេះយើងដាក់ឆាប់ឆ្អិនហើយងាយស្រួលញ៉ាំទៀតអត់ហត់ចុចបែកងាយចាចឹងយើងហាន់វាឲ្យជាដុំអញ្ចឹងបងប្អូនហើយផ្អកយើងគឺថាតំណងមែនតើមានខ្លាញ់មានសាច់អីចឹងផ្អកត្រីប្រាបងប្អូនហើយឥឡូវនេះយើងហាន់រួចហើយចាយើងបានផ្អកយើងរួចហើយចាប់ដាក់ឆ្នាំងដើម្បីយើងធ្វើការរំលីងខ្ទឹមនិងម្ទេសខ្ទឹមមានខ្ទឹមក្រហមខ្ទឹមសមានម្ទេសមានអីហ្នឹងបងប្អូនយើងរំលីងវាឲ្យសពប់ឲ្យវាក្រៀមសិនបងប្អូនឲ្យវាសពប់ចឹងទៅចាំយើងចាប់ដើមចាក់ផ្អកចូលហើយផ្អកនេះដែរយើងចាក់វាចូលរៀងដាច់ទឹកហើយឥឡូវចាំយើងចាប់ដើមដាក់គ្រឿងហើយនឹងដាក់ថែមទឹកចាចឹងឥឡូវនេះផ្អកយើងដាក់ទឹកហើយយើងធ្វើការដាក់ស្ករដាក់ប៊ីចេងហើយសម្រាប់ស្ករបងប្អូនអាចច្រើនតិចក៏បានដែរដោយសារផ្អកយើងរៀងប្រៃដែរហើយនេះខ្ញុំបានដាក់ទឹករួចរាល់បងប្អូនហើយសម្រាប់បងប្អូនចង់បានរសជាតិឲ្យកាន់តែឆ្ងាញ់គឺយើងធ្វើការដាក់អំពិលចូលបងប្អូនដាក់ម្ជូរចូលអំពិលខ្ញុំត្រាំទឹកសិនត្រាំទឹកវាឲ្យរីកចេញជ្រុំវាយកទឹកវាចេះហើយចាំយើងធ្វើការចាក់ចូលពេលដែលផ្អកយើងកំពុងពុះនេះបងប្អូនហើយយើងចាក់ចូលចឹងទៅវាមានរសជាតិជូរផ្អែមបងប្អូនហើយនេះផ្អកយើងបានពុះហើយយើងភ្លក់ល្មមហើយយើងក៏បាំងម្ទេសផ្លាប់ចូលយើងផ្ទាប់ញ៉ាំឆ្ងាញ់ណាបងប្អូនអាចញ៉ាំឆាក៏បានញ៉ាំឆ្អិនចេះក៏បានដែរហើយបន្ទាប់មកទៀតវាឆ្អិនរៀងសពហើយគឺយើងចាប់ផ្ដើមហាន់ស្លឹកខ្ទឹមដាក់រោយទៅលើដើម្បីឲ្យវាកាន់តែឈ្ងុយបងប្អូនតំណងណាស់បងប្អូនហើយបងប្អូនណាខ្លះចូលចិត្តផ្អកដូចខ្ញុំចឹងអាចមកធ្វើចេះញ៉ាំទាំងអស់គ្នាព្រោះញ៉ាំចេះវាអត់សូវតលាន់ទេបងប្អូនវាមានទឹកមានអីចឹងណាចឹងឥឡូវនេះវីដេអូយើងមានតែប៉ុណ្្នឹងទេហើយក៏អរគុណច្រើនសម្រាប់បងប្អូនចូលរួមទស្សនាចាហើយឥឡូវនេះអេដមីនចាប់ផ្ដើមឃ្លានបាយកកទៀតហើយបាយបាយជម្រាបលា